បានជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយកអាហារចំនួន5ដែលជាជំនួយក្នុងការការពារជំងឺមហារីកអញ្ចឹងអាហារទាំង5ហ្នឹងទី1គឺបន្លែស្ពៃក្តោបអញ្ចឹងបន្លែហ្នឹងពិតជាងាយស្រួលរកមែនទែននៅក្នុងប្រទេសកម្ពុជាយើងដោយសារស្ពៃក្តោបជាបន្លែដែលមានឥទ្ធិពលមួយក្នុងការកែប្រែអរម៉ូនរបស់មនុស្សធ្វើឲ្យប្រព័ន្ធបន្សាបជាតិពុលចេញពីរាងកាយនិងរារាំងការលូតលាស់នៃកោសិកាមហារីកព្រោះបន្លែស្ពៃក្តោបនេះមានគុណសម្បត្តិប្រឆាំងនឹងជំងឺមហារីកបានល្អជាងគេចំពោះអាហារទី2គឺសាឡាត់ជាផ្លែឈើមួយដែលសម្បូរដោយជាតិសរសៃក្នុងការជួយសម្របសម្រួលដល់ការបន្ទោបង់ជួយកាត់បន្ថយល្បឿនបំលែងអាហារដែលធ្វើឲ្យយើងឆាប់ឆ្អែតបានយូរដើម្បីសម្រកគីឡូបានផងដែរសម្រាប់បន្លែស្លឹកបៃតងនេះក៏សម្បូរទៅដោយវីតាមីនសំខាន់ៗរួមទាំងសារធាតុជាច្រើនដើម្បីការពារភ្នែកពីការខូចខាតដោយពន្លឺហើយបន្លែនេះក៏មានវីតាមីនជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពស្បែកនិងជួយការពារពីជំងឺមហារីកសួតផងដែរចំពោះបន្លែទី3គឺផ្លែទទឹមជាផ្លែឈើពិសេសមួយដែលមានផ្ទុកជាតិទឹកជាមួយនឹងរសជាតិផ្អែមនិងជូរអែមហើយវាមានសារធាតុដែលមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីកការពារបេះដូងនិងសុខភាពខួរក្បាលបានយ៉ាងល្អសម្រាប់ផ្លែឈើទី4ឬបន្លែទី4គឺសណ្តែកជាអាហារជួយទ្រង់សុខភាពស្បូនថែមទាំងជួយការពារប្រព័ន្ធសម្លាប់មេរោគក្នុងរាងកាយហើយលើសពីនេះទៅទៀតក៏មានចំណែកកាត់បន្ថយការផ្សងនឹងជំងឺមហារីកស្បូននៅក្នុងសណ្តែកខ្មៅមានសារធាតុដែលមានសមតលក្នុងថ្លើមជួយបណ្ដេញជាតិពុលដែលបង្កឲ្យកើតកោសិកាមហារីកបើទទួលទានសណ្តែកខ្មៅជាប្រចាំនឹងជួយការពារមហារីកថ្លើមបានយ៉ាងល្អបំផុតបាទអញ្ចឹងនេះគឺជាអាហារទាំង4ដែលខ្ញុំបានលើកយកមកនិយាយហើយអត្ថបទទាំងអស់នេះគឺខ្ញុំដកស្រង់ចេញពី Healthy Cambodia